បងប្អូនលោកតាម្នាក់នេះគាត់បាននិយាយថាកុំតែគាត់អត់មានអំណាចទេបើកុំអីគាត់នឹងទៅវាយយកសៀមរាបបាត់ដំបងស្វាយស៊ីសផុនប្រាសាទព្រះវិហារក៏ដូចជាកោះកុដជាដើមណែតាឯងអញ្ចឹងបានតាឯងអត់មានអំណាចនោះគេដឹងថាតាមានអិរិយាបថបែបហ្នឹងតាស្រឡាញ់សង្គ្រាមអញ្ចឹងតាមិនមែនជាមេដឹកនាំទេអញ្ចឹងហើយទើបតាអត់មានអំណាចដូចសពថ្ងៃចឹងឯងនេះជារឿងទី1រឿងទី2តាអាយុច្រើនហើយសាងអំពើល្អសន្សំកុសលទៅវត្តទៅវាសម្រាប់ពេលវេលាចុងក្រោយនៃជីវិតរបស់តាទៅជៀសវាងតាចង់ទៅធ្វើសង្គ្រាមដឹកនាំទ័ពទៅឈ្លានពានទឹកដីគេនេះពេលវេលាចុងក្រោយនៃអាយុជីវិតរបស់យើងម្នាក់គួរណាតែសន្សំកុសលធ្វើសេចក្តីល្អអំពើល្អទៅវត្តទៅវាកាន់សិលកាន់ធម៌កាន់អានោះទៅជារឿងដែលល្អប្រសើរខ្ញុំស្គាល់គ្នាយើងនេះក៏ដោយសារតែតាមរយៈបណ្ដាញសង្គមនិងគេឈ្មោះដែលគ្នាយើងបានរក្សាក៏ដូចជាបានបង្កើតឡើងនៅពេលកន្លងមកដែរបើសិនជាត្រូវការទូរស័ព្ទត្រូវការកុំព្យូទ័រមាននិយាយទៅបរិក្ខារអេឡិចត្រូនិកច្រើនអាចមកគ្នាយើងបានតាចាស់ទៅហើយភ្នែកក៏ងងឹតការចងចាំហ្នឹងក៏វាមិនសូវដូចពីមុនដែរអ្វីដែលតានិយាយនៅថ្ងៃនេះបន្តិចទៀតតាអាចភ្លេចវិញក៏ថាបានយ៉ាងណាមិញក្នុងនាមខ្ញុំជាជនជាតិខ្មែរខ្ញុំមិនប្រកាន់តាទេព្រោះតាជាមនុស្សចាស់តាប្រហែលជាវង្វេងទៅហើយចូលដល់វ័យនេះខ្ញុំអាចយល់បានខណៈពេលដែលតាកំពុងតែនិយាយនៅក្នុងវេទិកាមួយនេះតាប្រហែលជាច្រឡំថាខ្លួនឯងកំពុងតែនៅក្មេងហើយក៏ប្រហែលជាច្រឡំថាតាគឺជាមនុស្សមានឥទ្ធិពលអីចឹងទៅតាមពិតតាអត់មានឥទ្ធិពលអីទេហើយតាក៏ជាមនុស្សដែលគេមិនស្ដាប់ដែរស្របពេលជាមួយគ្នាសម្ដីរបស់តាក៏អត់មានអ្នកប្រកាន់ដែរព្រោះសម្ដីមនុស្សចាស់វង្វេងគេមិនយកជាផ្លូវការទេគេចេះឲ្យតែនិយាយទៅគេឃើញតាចង់និយាយក៏គេឲ្យនិយាយទៅព្រោះដោយសារតែមនុស្សចាស់បើយើងមិនព្រមតាមចិត្តគាត់ខ្លះគាត់អាចនឹងខឹងអាចនឹងឆេវឆាវអញ្ចឹងទៅក៏គេបណ្ដែតបណ្ដោយឲ្យតានិយាយទៅតាមអារម្មណ៍ទៅតាមទំនឹងចិត្តរបស់តាអញ្ចឹងទៅតាកុំច្រឡំថាតាមានឥទ្ធិពលតាកុំច្រឡំថាខ្លួនឯងជាអ្នកមានសមត្ថភាពតាកុំច្រឡំថាសម្ដីរបស់តានឹងធ្វើឲ្យប្រជាជនខ្មែរក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាឈឺចាប់ឬមានអារម្មណ៍ថាចង់តបតទៅតាវិញឲ្យសោះព្រោះសម្ដីរបស់តាគ្រាន់តែជាសម្ដីមនុស្សចាស់វង្វេងតែប៉ុណ្ណោះអរគុណបងប្អូនជម្រាបលា